ការសភាយកករៀនខាតនៅឆ្នាំ2026នៅថ្ងៃទី2ខែ3នេះនៅរដ្ឋ Texas សំណួរសំណួរគេសួរប្តីផងប្រពន្ធផងតែគេសួរសំណួរងាយទេអ្នកនរគ្នាចំពោះការសភាយកករៀនខាតក្នុងករណីវីសាគូនដឹងណាដល់ពេលហើយមកដល់សហរដ្ឋអាមេរិកទៅចូលអតាសវលឬការបានមុន90ថ្ងៃអញ្ចឹងគាត់ចូលសម្ភាសហ្នឹងគាត់ចូលសម្ភាសគឺចូលសម្ភាសទាំងពីរនាក់គាត់អង្គុយនៅក្នុងបន្ទប់តែមួយទាំងប្តីទាំងប្រពន្ធទាំងពីរនាក់ហើយមុនចូលសម្ភាសហ្នឹងគឺគេមានឲ្យលេខពីកាយបាត់យើងមួយគេមានហៅលេខអញ្ចឹងណាអញ្ចឹងយើងត្រូវស្ដាប់គេហៅជាភាសាអង់គ្លេសហៅលេខរបស់យើងដើម្បីចូលសម្ភាសអញ្ចឹងសំណួរដែលគាត់ដែលគេសួរប្រពន្ធតែគេសួរប្រពន្ធគឺគេសួរថាតើឈ្មោះពេញរបស់គាត់អីគេថ្ងៃខែឆ្នាំកំណើតរបស់គាត់អីគេថ្ងៃខួបកំណើតស្វាមីរបស់គាត់ហ្នឹងថ្ងៃទីប៉ុន្មានហើយពេលណាដែលគាត់បានមកដល់សហរដ្ឋអាមេរិកអានេះវាគឺជាសំណួរដែលគេសួរប្រពន្ធនៅសួរប្រពន្ធសំណួរច្រើនមែនតើទាំងអស់គ្នាប៉ុន្តែគេសួរនៅក្នុងសំណួរដែលគេសួរហ្នឹងគឺគេសួរនៅក្នុងឯកសារ I485 ចំពោះការសភាយករៀនខាតទេគឺគាត់អ្នក office ហ្នឹងគាត់សួរចាប់ពីនៅក្នុងផាត9សំណួរទី13ដល់ទី17គឺចម្លើយ no ទាំងអស់អញ្ចឹងអ្នក office ហ្នឹងគាត់ថាអូអញ្ចឹង no ទាំងអស់ហ្មងហើយតោះមកគាត់អ្នកឆ្លើយហ្នឹងគាត់ថាចា no ទាំងអស់សំណាងហើយគាត់មើលសំណួរនៅក្នុងform I 485ដែលសារសំណួរនៅក្នុងហ្នឹងសិតតាទេទាំងអស់ហើយយើងឆ្លើយតាក់ទើអាចខុសដែរអញ្ចឹងតើមើលសំណួរក្នុង form ហ្នឹងដែរអញ្ចឹងណាអ្នកនរគ្នាបន្ទាប់មកគេក៏បកទៅសួរប្តីគាត់វិញប្តីគាត់គេសួរតែ3សំណួរទេគេសួរថាការរៀបការនេះជាលើកទីម៉ានហើយបន្ទាប់មកប្តីគាត់ក៏ឆ្លើយទៅថារៀបការនេះគឺជាលើកទី3ហើយបន្ទាប់មកគេសួរខាងប្រពន្ធគាត់ម្ដងថាការរៀបការនេះជាលើកទីម៉ានហើយប្រពន្ធគាត់ក៏ឆ្លើយថារៀបការជាលើកទី1អញ្ចឹងបន្ទាប់មកគេបកទៅសួរប្តីវិញថាអាស័យដ្ឋានបច្ចុប្បន្ននៅឯណាហើយពេលណាអ្នកឯងរៀបការរៀបការថ្មីនេះពេលណាគេសួរតែប៉ុណ្ណាអ្នកនរគ្នាបន្ទាប់មកក៏ចប់ទៅបន្ទាប់មកអ្នកក្នុង office ហ្នឹងគាត់មើលទៅក្នុងកុំព្យូទ័រហើយគាត់ថាសុំមើលលិខិតលែងតបមក copy ហើយក៏ឲ្យគាត់វិញអញ្ចឹងណាបន្ទាប់មកក៏គាត់និយាយថាអ្នក office ណាក៏គាត់និយាយថាអ្នកឯងបានចុះសភាហើយអ្នកឯងនឹងទទួលបាន green card ទៅតាមម៉ែគេសួរឡើងសួរស៊ីផយហ្មងសួរមែនតើអ្នកនរគ្នាតែដោយកន្លែងទេកន្លែងខ្លះតាំងឡើងកន្លែងខ្លះស្រួលអញ្ចឹងប៉ុន្តែគេសួរគាត់ច្រើនសំណួរដែរអ្នកនរគ្នាដូចខាងភរិយានោះសួរនៅក្នុង form I 485ចាប់ពីសំណួរទី13ដល់ទី17អ្នកនរគ្នាបន្តចម្លើយទេទាំងអស់ណាអញ្ចឹងចំពោះអ្នកដែលសម្ភារយកករៀនខាតឆ្នាំ2026ខែ3នេះសូមសំណាងល្អទាំងអស់គ្នាឬក៏ឆ្នាំ2026នេះសូមឲ្យទទួលបានក្រៀនខាតនោះនៅស្របច្បាប់នៅក្នុងសហរដ្ឋអាមេរិកហើយបើសិនបើមានបទពិសោធន៍ណាមួយផ្សេងក្រៅពីនឹងទៀតសូមជួយចែករំលែកបទពិសោធន៍នៅក្នុង comment បើគិតថាវីដេអូនេះមានប្រយោជន៍សូមកុំភ្លេចជួយ like and share អរគុណ